ឈាមគឺជាផ្នែកមួយដ៏សំខាន់បំផុតនៃរាងកាយមនុស្សវាដឹកជញ្ជូនអុកស៊ីសែននិងសារធាតុចិញ្ចឹមទៅកាន់គ្រប់ផ្នែកទាំងអស់នៃរាងកាយនិងយកកាកសំណល់ត្រឡប់មកវិញបើគ្មានឈាមទេរាងកាយរបស់យើងមិនអាចរស់រានមានជីវិតបានឡើយឈាមជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគនិងរក្សាឲ្យយើងមានសុខភាពល្អវាក៏គ្រប់គ្រងសីតុណ្ហភាពក្នុងរាងកាយនិងជួយដល់ការព្យាបាលនៅពេលដែលយើងរងរបួសផងដែរឈាមមានប្រភេទផ្សេងគ្នាហើយមនុស្សម្នាក់មានប្រភេទឈាមជាក់លាក់រៀងខ្លួនការបរិច្ចាគឈាមគឺជាទង្វើដ៏សប្បុរសធម៌និងជួយសង្គ្រោះជីវិតមនុស្សការបរិច្ចាគឈាមមួយកញ្ចប់អាចជួយជីវិតមនុស្សបានច្រើនអ្នកយើងគួរតែរក្សាសុខភាពរបស់យើងដើម្បីរក្សាឈាមរបស់យើងឲ្យរឹងមាំនិងល្អស្អាតហើយឈាមគឺជាអំណោយដ៏មានតម្លៃដែលគាំទ្រដល់ជីវិតមនុស្សគ្រប់ពេលវេលា